សួស្តីអ្នកនាងអាត្មាកុងជីហើយប្រធានបបយើងក្នុងថ្ងៃនេះគឺតាក់ទងជាមួយនឹងថាតើអ្វីទៅជាធម្មជាតិរបស់ចិត្តបើយើងនិយាយដល់ចំណុចនេះគឺយើងចាប់មិនចំគោលដៅទេចំពោះចិត្តនេះនៅពេលដែលយើងនិយាយដល់ចិត្តគឺយើងតែងតែនឹកឃើញទៅដល់ការស្រឡាញ់ស្អប់ចំណែនឈ្នានេះទាំងនេះហេតុដែលហៅថាចិត្តប៉ុន្តែអ្នកទាំងអស់នេះប្រហែលជាមិនទាន់ដឹងទេសភាពដំបូងនៃចិត្តតែម្ដងគឺមានសភាពសថ្លាស្អាតគឺគ្មានប្រឡាក់ទៅដោយគ្រឿងសៅហ្មងខាងក្រៅទេប៉ុន្តែនៅពេលដែលប្រឡាក់ទៅដោយគ្រឿងសៅហ្មងខាងក្រៅហ្នឹងពេលខ្លះក៏បានធ្វើឲ្យចិត្តទាំងនោះពេលខ្លះក៏សពេលខ្លះក៏ខ្មៅហើយពេលខ្លះក៏នាំឲ្យជីវិតនៃបុគ្គលម្នាក់ហ្នឹងម្ដងសប្បាយរីករាយម្ដងក៏កើតទុក្ខសោកម្ដងក៏ចិត្តល្អម្ដងក៏ចិត្តអាក្រក់សំណួរសួរថាតើមនុស្សក្នុងโลกនេះដែលរស់នៅក្នុងពិភពលោកសកលលោកយើងនេះមានមនុស្សដែលល្អឥតខ្ចោះដែរឬទេសម្រាប់អាត្មាចម្លើយគឺគ្មានទេពីព្រោះមនុស្សតែងតែល្អខ្លះអាក្រក់ខ្លះគ្មាននរណាដែលល្អទាំងអស់ហើយក៏គ្មាននរណាដែលអាក្រក់ទាំងអស់នោះទេបើសិនបើមនុស្សក្នុងโลกនេះល្អឥតខ្ចោះដោយគ្មានការទាស់ចិត្តពីមជ្ឈដ្ឋានខាងក្រៅនោះប្រកាសណាស់ពិភពលោកនេះនឹងធ្វើសង្គ្រាមដើមយកមនុស្សល្អឥតខ្ចោះហ្នឹងទៅដាក់ក្នុងប្រទេសរបស់ខ្លួនជាបង្ខាតការចោទប្រើប្រាស់ចិត្តប្រកបទៅដោយហេតុផលមនុស្សដែលមានផ្នែកល្អទាំងពីរពេលដែលកំពុងដើរទៅកាន់ទីណាមួយហ្នឹងគឺគេតែងតែស្វែងរកផ្លូវដែលគ្មានបន្លាឬក៏គ្មានគ្រោះថ្នាក់យ៉ាងណាមិញមនុស្សដែលមានបញ្ញាវាងវៃក៏បីជាវាងអំពើណាដែលនាំទុក្ខដល់ខ្លួនក៏យ៉ាងនោះដែរសាច់មិនបានស៊ីកុំយកទៅដាក់អន្ទាក់ជាសុភាសិតខ្មែរដែលតែងតែពោលតកូនតចៅរហូតមកថាគប្បីចេះមើលស្ថានភាពណាដែលគួរនិយាយថាបាទហើយក៏គួរមើលស្ថានភាពណាដែលគួរនិយាយថាទេគិតហើយសឹមគូសជាខាងក្រោយកុំចេះតែបណ្ដោយឲ្យជាប់អន្ទាក់